សុភាសិតខ្មែរដែលពោលថាចេះដឹងធ្វើជាទ្រព្យគង់តែជាប់នៅនឹងខ្លួនគឺជាដំបូលមានដ៏មានតម្លៃដែលបង្ហាញពីឧត្តមភាពនៃចំណេះដឹងលើសពីទ្រព្យសម្បត្តិខាងក្រៅខាងក្រោមនេះគឺជាការបកស្រាយលម្អិតនៃអត្ថន័យនៃឃ្លានេះ 1. ចំណេះដឹងគឺជាអរូបយទ្រព្យទ្រព្យមើលមិនឃើញខុសពីមាសប្រាក់ដីធ្លីឬផ្ទះសម្បែងដែលជារូបយទ្រព្យចំណេះដឹងគឺជាទ្រព្យដែលបញ្ចុះនៅក្នុងខួរក្បាលនិងស្មារតីមិនអាចលួចបានចៅអាចប្លន់យកលុយកាក់បានប៉ុន្តែគ្មាននរណាម្នាក់អាចប្លន់យកចំណេះដឹងចេញពីខ្លួនយើងបានឡើយមិនចេះរីងស្ងួតលុយកាក់ចាយទៅគង់តែអស់ប៉ុន្តែចំណេះដឹងរឹតតែប្រាវរឹតតែពូកែរឹតតែចែករំលែករឹតតែរីកចម្រើន 2. គង់តែជាប់នៃនឹងខ្លួនភាពអមតៈនៃចំណេះឃ្លានេះចង់បញ្ជាក់ថាចំណេះដឹងគឺជាទ្រព្យដែលស្មោះត្រង់ចំពោះម្ចាស់ខ្លួនទៅតាមគ្រប់ទីកន្លែងមិនថាអ្នកទៅដល់ទីណាក្នុងកាលៈទេសៈណាក៏ដោយចំណេះដឹងតែងតែនៅជាមួយអ្នកជានិច្ចដើម្បីជួយដោះស្រាយបញ្ហានិងបង្កើតឱកាសថ្មីៗជាបង្អែកក្នុងគ្រាក្រនៅពេលដែលយើងធ្លាក់ខ្លួនក្រឬជួបវិបត្តិសេដ្ឋកិច្ចអ្នកដែលមានចំណេះដឹងនឹងអាចប្រើប្រាស់ទ្រព្យក្នុងខ្លួននេះដើម្បីស្រោចស្រង់ជីវិតនិងបង្កើតទ្រព្យសម្បត្តិឡើងវិញបានយ៉ាងរហ័សរហ័ស 3. តម្លៃនៃការចេះដឹងក្នុងជីវិតជាក់ស្ដែងបង្កើតមុខរបរចំណេះដឹងគឺជាដើមទុនសម្រាប់បង្កើតការងារនិងប្រាក់ចំណូលការរស់នៅដោយមានកតញ្ញូអ្នកដែលមានចំណេះដឹងនិងសីលធម៌តែងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួនការសម្រេចចិត្តបានត្រឹមត្រូវចំណេះដឹងជួយឲ្យយើងមានពន្លឺក្នុងការពិចារណាមិនងាយជឿតាមការអូសទាញឬការបោកប្រាស់ផ្សេងៗសេចក្តីសន្និដ្ឋានសុភាសិតនេះចង់ដាស់តឿនយើងថាការខិតប្រឹងរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះដឹងគឺជាការសន្សំទ្រព្យដ៏មានសុវត្ថិភាពបំផុតទ្រព្យសម្បត្តិខាងក្រៅគ្រាន់តែជាគ្រឿងអាស្រ័យបណ្ដោះអាសន្នប៉ុន្តែចំណេះដឹងគឺជាទ្រព្យវិសេសដែលនឹងជួយជ្រោមជ្រែងយើងអស់មួយជីវិតដោយដែលចាស់បុរាណជឿជាក់ថារៀនអ្វីក៏ដោយឲ្យតែចេះប្រកបវានឹងផ្ដល់ផលឲ្យយើងវិញមិនខានតើអ្នកយល់ថាក្នុងសម័យ Digital នេះការរៀនជំនាញបច្ចេកទេសនិងការរៀនចំណេះដឹងទូទៅមួយណាមានសារៈសំខាន់សម្រាប់យុវជន